ตลาดการของพูลคือជាតឡាការជាប់ខ្ពស់បំផុតនៅប្រទេសកម្ពុជារបស់យើងហើយមានទីតាំងតែមួយឯងនៅពេញហើយមានសមត្ថកិច្ចអីគេមានសមត្ថកិច្ចគឺទៅលើដែនដីប្រទេសយើងទាំងមូលចឹងហើយបានយើងហៅតឡាការជាប់ខ្ពស់ហើយយើងបែងចែកតឡាការរបស់យើងជាពីរប្រភេទដែលយើងហៅសាមញ្ញនិងវិសាមញ្ញណាតឡាការសាមញ្ញរបស់យើងមានសាលាដំបូងរាជធានីខេត្តណានឹងសាលាសាមញ្ញហើយណាសាលាឧទ្ធរសាលាកំពូលសាលាការសាមញ្ញវិសាមញ្ញយើងមានសាលាយោធាហើយនឹងសាលាខ្មែរក្រហមប៉ុន្តែខ្មែរក្រហមឥឡូវយើងបានបញ្ចប់ហើយបញ្ចប់ការខាត់ក្តីហើយអញ្ចឹងយើងអត់មានទៀតទេអញ្ចឹងយើងនៅសល់តែសាលាការយោធានិងសាលាការសាមញ្ញអញ្ចឹងនឹងទាំងសាមញ្ញទាំងវិសាមញ្ញយើងបែងចែកជាពីរកម្រិតទៀតជាន់ខ្ពស់និងជាន់ទាបយើងមានសាលាដំបូងរាជធានីខេត្តនិងសាលាការយោធាជាន់ខ្ពស់យើងមានសាលាការឧទ្ធរនិងសាលាការកំពូលជាន់ទាបសាលាដំបូងរាជធានីខេត្តនេះគឺមានន័យថាគាត់អាចដោះស្រាយទៅលើរឿងក្តីទាំងឡាយណាដែលកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគឺមានន័យថាបើរឿងនឹងកើតនៅក្នុងខេត្តកំពង់ស្ពឺយើងអត់អាចយករឿងក្តីនោះទៅដោះស្រាយនៅខេត្តកពតតាកែវព្រៃវែងបានទេបើព្រោះលើកឡើងណាកើតឡើងនៅកំពង់ស្ពឺយើងដោះស្រាយដោយសាលាដំបងខេត្តកំពង់ស្ពឺមានន័យថាគាត់មានដែននៅក្នុងបានសមត្ថកិច្ចរបស់គាត់គឺមានតែនៅក្នុងដែននៃដែនរបស់គាត់ន័យថាបើសិនសាលាដំបងខេត្តព្រៃវែងក៏ស្រែកតែក្នុងរឿងខេត្តព្រៃវែងយ៉ាងខុសព្រៃវែងចូលដល់កំពង់ចាមចូលដល់កំពង់ត្បូងរឿងរបស់គេផ្សេងកំពង់ស្ពឺបើផុតពីខេត្តកំពង់ស្ពឺរឿងរបស់គេផ្សេងណាចឹងមកសំណួរសួរគ្រូថាចុះគ្រូគាត់នៅកំពង់ស្ពឺទេគាត់នៅកំពង់ស្ពឺទេប៉ុន្តែគាត់ទៅប្រព្រឹត្តបទល្មើសនៅខេត្តព្រៃវែងតែយើងដោះស្រាយទៅណារឿងក្តីដែលរឿងហេតុកើតឡើងនៅទីណាយើងដោះស្រាយនៅទីនោះលើកឡើងតែករណីមួយគឺគាត់បានប្រព្រឹត្តបទល្មើសនៅក្នុងខេត្តកំពង់ស្ពឺប៉ុន្តែគាត់រត់ទៅលាក់ខ្លួននៅបាត់ដំបងអុយប៉ែតនៅវិទ្យាមានជ័យអានោះបានយើងធ្វើនីតិវិធីសង្ការសហការបញ្ជូនជនចោតចោលឬជនសង្ស័យហ្នឹងត្រឡប់មកខេត្តដើមណាបាទបន្តមកទៀតយើងចូលដល់សាលាការជាន់ខ្ពស់សាលាឧទ្ធរហេតុនេះបានយើងហៅសាលាឧទ្ធរជាសាលាការជាន់ខ្ពស់គឺមានន័យថាមុនឡើយដែលយើងអត់ទាន់មានសាលាឧទ្ធរតំបន់សាលាឧទ្ធរហ្នឹងគឺទទួលបន្ទុកជំរះក្តីទូទាំងប្រទេសណាបន្ទាប់ពីសាលាដំបងរាជធានីខេត្តទាំងអស់ដែលជំនុំជម្រះហើយនោះគឺបញ្ជូនទៅសាលាឧទ្ធរអញ្ចឹងគ្រប់ខេត្តក៏ស្រែនៅឧទ្ធរណាកំពូលក៏ដូចគ្នាហើយសមត្ថកិច្ចរបស់សាលាការកំពូលគឺពិនិត្យទៅលើអង្គហេតុអង្គច្បាប់ឬក៏សារក្រមរបស់សាលាឧទ្ធរមានន័យថាបន្ទាប់ពីសាលាឧទ្ធរជំនុំជម្រះហើយគេបើកផ្លូវកំពូលសាទុកអញ្ចឹងភាគីដែលអត់សុខចិត្តជាមួយនឹងសារដីការបស់សាលាការគាត់ប្តឹងសារទុកទៅសាលាការកំពូលណាគាត់ប្តឹងទៅគេហៅប្តឹងសារទុកអញ្ចឹងទៅដល់សាលាការកំពូលពិនិត្យទៅលើអង្គច្បាប់នៃសារដីកាឬក៏សារក្រមរបស់សាលាឧទ្ធរអញ្ចឹងនៅក្នុងការរៀបចំទាក់ទងជាមួយនឹងតុលាការកំពូលគឺមានប្រធានតុលាការម្នាក់អនុប្រធានជាច្រើនចំនួនទៅតាមការចាំបាច់ហើយការជំនុំជម្រះរបស់តុលាការកំពូលធ្វើឡើងដោយចៅក្រមយ៉ាងតិច5នាក់5 9ណាអញ្ចឹងការសម្រេចរបស់តុលាការកំពូលគឺជាការសម្រេចចុងក្រោយអត់អាចប្តឹងតវ៉ាទៅណាបានទេអស់ក្រុមតុលាការកំពូលចាញ់ចំណុចឈ្នះចំណុចណាប៉ុន្តែមុនហ្នឹងពួកគេបើកឲ្យយើងសារទុកប៉ុន្មានដង3ដងណា3ដងសារទុក3ដងមិនដឹងគេហៅបណ្ដឹងសារទុកលើកទី1លើកទី2លើកទី3បើយើងសារទុក3ដងហើយយើងចាប់យើងអត់អាចបន្តទៅសារទុកលើកទី1ទៀតទេលទ្ធផលនោះគឺលទ្ធផលចុងក្រោយហើយណាអញ្ចឹងសារដីការបស់តុលាការកំពូលគឺមានអានុភាពទៅលើតុលាការថ្នាក់ក្រោមមានអានុភាពហ្នឹងឧទាហរណ៍ថាសាលាដំបងឲ្យឈ្នះឧទ្ធរឲ្យចាញ់ដល់ពេលឧទ្ធរឲ្យចាញ់ហើយទៅដល់សាលាកំពូលឲ្យឈ្នះគឺឈ្នះតើព្រោះលើកឡើងណាគឺមានន័យថាអញ្ចឹងបាទគឺការសម្ដែងរបស់តុលាការកំពូលគឺជាសេចក្តីសម្រេចចុងក្រោយ